ជំងឺទឹកនោមផ្អែមគឺជាអ្វីបងប្អូនទាំងអស់គ្នាជំងឺទឹកនោមផ្អែមគឺជាចំណុចមួយដ៏សើបនៅក្នុងសង្គមបណ្ដាញទាំងអស់គ្នានៅពេលបច្ចុប្បន្នបងប្អូនទាំងសាប់ហើយមិនថាក្មេងមិនថាចាស់ប្រុសស្រីគឺការច្រើនមិនបានរើសវ័យឬក៏រើសអាយុទេឲ្យតែបងប្អូនប្រហែលគឺនឹងកើតថ្ងៃនេះបងប្អូនមកដឹងពីអត្ថន័យថាអ្វីទៅគឺជាជំងឺទឹកនោមផ្អែមឬក៏លើសតទៅនឹងជាតិស្ករហ្នឹងឯងបញ្ហាទឹកនោមផ្អែមគឺជាជំងឺរ៉ាំរ៉ៃបងប្អូនទាំងគ្នាដែលកើតឡើងនៅពេលដែលរាងកាយមិនអាចប្រើប្រាស់ជាតិខ្លាញ់ក៏ដូចជាក្លូកូននឹងបានត្រឹមត្រូវហើយជាតិខ្លាញ់បងប្អូនទាំងគ្នាដឹងស្រាប់ហើយវាគឺជាប្រភពថាមពលសម្រាប់រាងកាយហើយវាត្រូវបានគ្រប់គ្រងដោយអរម៉ូនមួយយ៉ាងនៅក្នុងរាងកាយយើងគឺឈ្មោះថាអាំងស៊ូលីនចឹងអាំងស៊ូលីនបងប្អូនទាំងគ្នាគឺវាផលិតទៅដោយលំពែងចឹងនៅពេលដែលមានបញ្ហាជាមួយនឹងអាំងស៊ូលីនបងប្អូនទាំងគ្នាជាតិខ្លាញ់ក៏ដូចជាជាតិស្ករហ្នឹងវាកើនឡើងខ្សែឈាមដែលបណ្ដាលឲ្យយើងមានបញ្ហាទៅដល់ជំងឺទឹកនោមផ្អែមហ្នឹងឯងអញ្ចឹងបងប្អូនទាំងគ្នាបញ្ហាទឹកនោមផ្អែមគឺបងប្អូនដឹងពីអត្ថន័យនឹងហើយបងប្អូនយល់បានទាំងអស់គ្នាបានន័យថាអាំងសាលីនប្រៀបដូចជាសន្តិសុខនៅក្នុងភូមិអញ្ចឹងតែកាលណាជាតិស្ករជាតិខ្លាញ់កើនឡើងនៅក្នុងភូមិឬក៏កើនឡើងនៅក្នុងរាងកាយរបស់មនុស្សយើងវាគ្រប់គ្រងអត់ឈ្នះវាបណ្ដាលឲ្យបងប្អូនទៅជាជំងឺទាំងអស់នឹងឯងឬក៏គេហៅថាជំងឺ NCD នឹងឯងបងប្អូនអរគ្នាឧទាហរណ៍ដែលបងប្អូនងាយយល់បើសិនជានៅក្នុងភូមិមួយមានប៉ូលីសក៏ដូចជាសន្តិសុខតែម្នាក់ឬក៏ពីរនាក់ប៉ុន្តែមានចំនួនចោរច្រើនមែនតើអញ្ចឹងភូមិហ្នឹងតែកាលណាប៉ូលីសក៏សន្តិសុខភូមិចាប់អត់ឈ្នះឬក៏អន្តរាគមន៍អត់ឈ្នះទេចោលបណ្ដេះវាចេញពីពេលកាលក្នុងភូមិហ្នឹងវាបណ្ដាលទៅឲ្យក្នុងភូមិហ្នឹងអសន្តិសុខឬក៏អសុវត្ថិភាពអញ្ចឹងរាងកាយបងប្អូនអរគ្នាដូចគ្នាអញ្ចឹងតែកាលណាប្រព័ន្ធអាំងសាលីនបងប្អូន resistant អាំងសាលីនបងប្អូនធ្វើការងារខុសប្រក្រតីវាធ្វើការខុសធម្មតាហ្នឹងវាធ្វើឲ្យជាតិស្ករជាតិខ្លាញ់បងប្អូនហ្នឹងគឺវាចាប់អត់ឈ្នះវាធ្វើឲ្យបងប្អូនទៅជាជំងឺទូទៅឬក៏ជំងឺ NCD ហ្នឹងឯងអញ្ចឹងបងប្អូនអរគ្នាយល់អត្ថន័យទាំងអស់គ្នាហើយអញ្ចឹងខ្ញុំចែកលេខគឺមានតែប៉ុណ្្នឹងទេចឹងបើសិនជាបងប្អូនចង់ការពារក៏ដូចជារកដំណោះស្រាយជាមួយនឹងជំងឺ NCD ក៏ដូចជាបញ្ហាទឹកនោមផ្អែមអាចពិគ្រោះយោបល់ក៏ដូចជាប្រឹក្សានៅក្នុងវីដេអូនឹងបានរូបខ្ញុំបាននឹងផ្ដល់ព័ត៌មានជូនបងប្អូនទាំងអស់គ្នាអរគុណច្រើនបងប្អូនអរគ្នា